យើងពាក់ព័ន្ធនឹងប្រភេទ AI system ឥឡូវយើងមើលបន្តទៀតណាយើងមាន chatbot របស់យើងមាននៅក្នុងរបៀបនៃ conversation រវាង AI នឹងយើង user យើងត្រូវមាន chatbot របស់យើងតើទៅនឹងរឿងអីមួយ topic អីមួយតើអញ្ចឹងយើងបែកជា category យើងបែកចេញជា topic មួយរបស់យើងមកណាអញ្ចឹងឧទាហរណ៍ថាយើង chatbot ធ្លាប់និយាយរឿងeconomy រឿងសេដ្ឋកិច្ចយើងបង្កើតជា chatbot ជារឿងសេដ្ឋកិច្ចមកណាពាក់ព័ន្ធនឹង chatbot ទៅនឹងការអប់រំការសិក្សាអញ្ចឹងយើងបង្កើតជា chatbot មួយមកដើម្បីជៀសវាងកុំឲ្យវានៅលីឡំគ្នាបាទកុំឲ្យលីឡំគ្នាយើងបង្កើតជា chatbot មួយនៅក្នុង chat GPT វាមាន chatbot គេឲ្យបង្កើត chatbot មួយ category របស់វាមកណាហើយយើងមើលប្រទៀតបើយើងនិយាយពីឥទ្ធិពលរបស់ chat GPT ហើយយើង integrate ពីទៅហើយនៅគឺថាrank ដែលចង់និយាយថាវាផ្ដល់នៅសំណួរហ្នឹងវាបាទច្រើនអញ្ចឹងណាហើយតទៅទៀតយើងវាជួយយើងបាទច្រើនមែនទែនបាទច្រើនណាក្នុងការអនុវត្តកិច្ចការងារប្រចាំថ្ងៃមិនថាកិច្ចការរដ្ឋបាលមិនកិច្ចថាការអប់រំថារៀបចំផែនការរៀបចំយុទ្ធសាស្ត្រទេគឺវាដល់ចម្លើយច្រើនអាស្រ័យទៅលើអាស្រ័យទៅលើសំណួរដែលយើងចង់បានណាបងប្អូនអរគ្នាណាអញ្ចឹងត្រូវត្រៀមខ្លួនឯងដែរណាត្រូវត្រៀមខ្លួនឯងដែរដើម្បីធ្វើម៉េចយើងសម័យ digital 4.0 ហើយយើងដើរអត់ទាន់គេយើងនៅហ្នឹងហើយយើងអាចរីកចម្រើនបានដែរគេឲ្យ AI ដឹកជញ្ជូនណាឥឡូវណាឥឡូវយើងនៅរថម៉ូតូមនុស្សរថម៉ូតូឡើយណារត់តាមម៉ូតូឡើយណាអញ្ចឹងនៅខ្ញុំធ្លាប់ទៅប្រទេសថៃក៏មានដែរប្រទេសថៃពេលដែលយើងកំងមហូបហ្នឹងគឺគេអត់ប្រើមនុស្សរត់តុកទេគឺគេប្រើ AI ដើម្បីបញ្ជាវាដើម្បីរត់យកម្ហូបឲ្យយើងណាយើងកំងហ្នឹងយើងចុចទៅយើងចុចហើយគេចុងភៅគេចម្បិនគេអីហើយគេដាក់ឲ្យវារត់មកឲ្យតុកលេខប្រមាណណាវារត់មកយកមកឲ្យយើងបើកយកទៅណាអាហ្នឹងហើយយើងកាត់បន្ថយកិច្ចការងារមនុស្សច្រើនប៉ុន្តែគាត់ថាសំណួរសួរថាវាហានិភ័យអត់មានវានៅតែទាមទារមនុស្សប្រើប្រាស់តែប៉ុន្តែវាទាមទារឲ្យយើងយល់បាទអូខេយើងមើល ChatGPT platform ជាមួយ voice assistant មានន័យថាយើងជាលក្ខណៈប្រមមួយយើង interaction រវាងAI ជាមួយនឹងយើងនិយាយតែម្ដងហើយចង់បញ្ជាក់ថានៅកម្ពុជាយើងមានដែរប៉ុន្តែគាត់ថាពាក្យមួយចំនួនដែលយើងចង់ប្រើប្រាស់ដោយសារតែmachine learning វាប្រើប្រាស់ជាកូដជាភាសាអង់គ្លេសអូខេឥឡូវយើងមើលរឿង multi language ដោយសារតែមួយចំនួនវាត្រូវការaccess ទៅភាសាច្រើនទៀតប៉ុន្តែភាសាដែលខ្ញុំសួរខ្ញុំនិយាយបាញ់មិញហ្នឹងវាមាននៅយើងបាន train វានៅចឹងយើងបានបដិបដាល AI នៅចឹងពាក្យខ្លះវាអត់ចេញឲ្យទេណាតែច្រឡំថាទៅសួរ AI ជាភាសាខ្មែរអីទៅពេលខ្លះវាចេះវាចេញឲ្យពេលខ្លះវាអត់ចេះវាអត់ចេញឲ្យទេណាបាទចឹងតោះណាកុំឲ្យគាត់តែមានគ្រប់ភាសាវាមានភាសាច្រើនប៉ុន្តែគាត់ថាពេលខ្លះវាអត់ចេះដូចគ្នាហ្នឹងវាដូចតែមនុស្សដែរហ្នឹងអូខេឥឡូវយើងមើលមកនៅទៀតនៅក្នុងការប្រើប្រាស់វាអាច
ចេញជា image រូបភាពទៅតាមអ្វីដែលយើងចង់បានបាទជំរឿក្នុងនេះណាបើសិនជាយើងប្រើប្រាស់ណាបើសិនជាយើងប្រើប្រាស់ប្រមឬក៏ tool ចង់ផលិតជា content ផលិតជារូបស្អាតអីជាដើមហ្នឹងក៏យើងអាចប្រើប្រាស់បានបាទហើយវាមានលក្ខណៈអឺច្បាស់ល្អទៀតណាទៅតាមទំហំដែលយើងចង់បានដូចខ្ញុំនិយាយមិញអញ្ចឹងថាយើងត្រូវការ build ត្រូវការប្រើប្រាស់ភាសាបែបណាឲ្យវាត្រឹមត្រូវហើយវាអាច generate មកបានបាទហើយមួយទៀតវាតកតងនឹងការ generate music ទីហៅថាយើងចង់បានប្រភេទអីជាលក្ខណៈសង់ទីម៉ង់ចង់ជាលក្ខណៈhip hop ឬក៏ជាលក្ខណៈអីទៅតាមអ្វីដែលយើងចង់បានអូខេយើងមើល step របស់វាកូដរបស់វាណាកូដហ្នឹងស៊ីជម្រៅទៀតដែរណាប៉ុន្តែគាត់ថាវាមិនជាលក្ខណៈឲ្យយើងស្មុគស្មាញទេគាត់ថាយើងដឹងពីមូលដ្ឋានគ្រឹះរបស់វាតិចទៅថាco-pilot គេធ្វើអីបាទតកតងនឹង power IDE នេះគេធ្វើអីគេគាត់នៅ automate គេធ្វើអីគេធ្វើ testing វាមិនយើងដឹងដាក់មកទៅឲ្យដឹងហើយបាទ